ជាបឋមខ្ញុំកណ្ណាខ្ញុំសូមក្រាបបាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពអាយដាមសុកច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាតំណាងដល់កំពង់ពោះអាយដាមនេតពាត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានជាទីគោរពដល់កំពង់ពោះសូមគោរពគណៈអធិបតីអាយដាមលោកជំទាវអស់លោកស្រីអង្គសន្និបាតទាំងមូលជាទីគោរពនិងជាទីរាប់អានថ្ងៃនេះក្នុងនាមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនៅក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមសុកច័ន្ទភក្តីរដ្ឋលេខាធិការក្រសួងព័ត៌មានជាតំណាងដល់កំពង់ពោះអាយដាមនេតពាត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024និងលើកទិសដៅការងារឆ្នាំ2025របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនេះឱកាសនេះវត្តមានដល់កំពង់ពោះរបស់អាយដាមរដ្ឋលេខាធិការនៅពេលនេះគឺជាសក្ខីភាពបង្ហាញឲ្យឃើញថាអាយដាមក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មានជាពិសេសអាយដាមនេតពាត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានយកចិត្តទុកដាក់ដល់ភាពកក់ក្ដៅផ្ដល់ការលើកទឹកចិត្តនិងណែនាំតម្រង់ទិសដល់យើងខ្ញុំទាំងអស់គ្នាឲ្យកាន់តែមានឆន្ទៈមោះមុតក្នុងការខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីសម្រេចឲ្យបានលទ្ធផលជោគជ័យថ្មីទៀតជូនសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក៏ដូចជាជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលជាមួយគ្នានេះខ្ញុំក៏សូមគោរពថ្លែងអំណរគុណជាជ្រៅចំពោះអាយដាមលោកជំទាវលោកញ៉ាអស់លោកស្រីគណៈអធិបតីភ្ញៀវកិត្តិយសនិងសមាជិកសមាជិកានៃអង្គសន្និបាតទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះក្នុងបុព្វហេតុរួមចំណែកការពារមរតកសន្តិភាពនិងឈរលើស្មារតីគាំទ្រឥតងាករេចំពោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លៀសវៃរបស់សម្ដេចមហាបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាអង្គសន្និបាតមកពីទូទាំងប្រទេសសរុបចំនួន500អង្គអ្នកនៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យសូមប្រកាសជាឧឡារិករួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រយោជន៍ដល់ប្រជាជននិងសង្គមជាតិពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនៅកម្ពុជាអាយដាមប្រធានគណៈអធិបតីជាទីគោរពដល់កំពង់ពោះអាយដាមលោកជំទាវលោកញ៉ាលោកស្រីជាទីគោរពដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលការងារជាក់ស្ដែងដែលសម្រេចបានក្នុងឆ្នាំ2024កន្លងទៅសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2024របស់ខ្លួននាពេលនេះតែខ្ញុំបកណ្ណាខ្ញុំសូមអនុញ្ញាតគោរពរាយការណ៍ជូនដោយសង្ខេបដូចតទៅ1អំពីដំណើរការនិងលទ្ធផលនៃអង្គសន្និបាតអង្គសន្និបាតបានប្រព្រឹត្តទៅរយៈពេល1ថ្ងៃពេញដែលមានអ្នកចូលរួមចំនួន500អង្គអ្នកជាថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណៈកម្មការប្រតិបត្តិក្រុមប្រឹក្សាពិគ្រោះយោបល់ទីប្រឹក្សាប្រធានកិត្តិយសសមាគមរាជធានីខេត្តថ្នាក់ដឹកនាំសមាគមរាជធានីខេត្តស្រុកក្រុងខណ្ឌចាងវាងនិពន្ធនាយកនិងអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មានជាសមាជិកសមាគមព្រមទាំងថ្នាក់ដឹកនាំអង្គការសមាគមក្រុមហ៊ុនសហគ្រាសគឺស្ថានសិក្សាជាដៃគូសមាគមផងដែរក្នុងនោះពិធីបើកនិងដឹកនាំដំណើរការអង្គសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាពខ្ញុំបកណ្ណាខ្ញុំផ្ទាល់និងអាយដាមឡុងឆៃណាវប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យរយៈពេល1ថ្ងៃមកនេះអង្គសន្និបាតបានពិនិត្យវិយតម្លៃនិងសម្រេចលើការងារសំខាន់រួមមានពិនិត្យអនុម័តលើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ2024និងទិសដៅការងារឆ្នាំ2025ដែលបានអានដោយលោកគង់ចរិតអគ្គលេខាធិការសមាគមបទអន្តរាគមន៍របស់ប្រធានខេត្តទាំង8បទអន្តរាគមន៍របស់ក្រុមពិភាក្សាចំនួន2ក្រុមលើប្រធានបទចំនួន2គឺប្រធានបទទី1ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗនៅកម្ពុជានិងប្រធានបទទី2សារៈសំខាន់នៃការយល់ដឹងអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាមួយគ្នានេះអង្គសន្និបាតក៏បានផ្សព្វផ្សាយពន្យល់អំពីបទវិជ្ជាផ្ទៃក្នុងនិងលក្ខន្តិកៈរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យជូនដល់សមាជិកសមាជិកានៃអង្គសន្និបាតទាំងមូលដែលបានអានដោយលោកបណ្ឌិតព្រាបនរាអនុប្រធានសមាគម
ទី2អំពីសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ2024សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យបានបង្កើតឡើងដោយក្រមយុវជនខ្មែរដែលមានអាជីពជាអ្នកសារព័ត៌មាននិងអ្នកដែលស្រឡាញ់វិស័យព័ត៌មាននិងការងារសង្គមមនុស្សធម៌សាសនាអប់រំកីឡាសិល្បៈនិងការអភិវឌ្ឍធនធានមនុស្សសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យត្រូវបានចុះបញ្ជីដោយក្រសួងមហាផ្ទៃលេខ1059ប្រកចុះថ្ងៃទី24ខែមីនាឆ្នាំ2022និងលិខិតអនុញ្ញាតឲ្យធ្វើសកម្មភាពលើវិស័យសារព័ត៌មានរបស់ក្រសួងព័ត៌មានលេខ005ពសលអចុះថ្ងៃទី1ខែកុម្ភៈឆ្នាំ2023ដែលមានខ្ញុំបកករណាខ្ញុំបាទជាប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដូចខាងក្រោមទី1គៀងគរអង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានចូលជាសមាជិកដើម្បីរួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជាផ្សព្វផ្សាយអំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗនៅកម្ពុជាទី2ចេញផ្សាយព័ត៌មានអំពីលទ្ធផលអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលក្រសួងស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិផ្សព្វផ្សាយនិងជំរុញគោលនយោបាយឃុំសង្កាត់វិទ្យាភាពឲ្យកាន់តែទូលំទូលាយនិងមានប្រសិទ្ធភាពបន្ថែមទៀតផ្សព្វផ្សាយអំពីផុសពណ៌ពណ៌និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនលបែងទីសងខុសច្បាប់គ្រប់ប្រភេទគ្រោះថ្នាក់ចរាចរណ៍អំពើជួញដូរមនុស្សអំពើឆបោកតាមប្រព័ន្ធអនឡាញឡាក់ទី3គៀងគរយុវជនយុវនារីសិស្សសានុសិស្សនិស្សិតឲ្យចូលជាសមាជិកដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គមមនុស្សធម៌សាសនាបរិច្ចាគឈាមដាំកូនឈើអប់រំកីឡាសិល្បៈវប្បធម៌និងការងារពលរដ្ឋល្អទី4ស្វែងរកអាហារូបករណ៍ឱកាសការងារនិងការប្រើប្រាស់សេវាកម្មផ្សេងក្នុងតម្លៃពិសេសពីក្រុមហ៊ុនសហគ្រាសឬឋានសិក្សាមន្ទីរពេទ្យអាជីវកម្មអង្គការសមាគមសហគមន៍ជាដៃគូទី5បង្កើតដៃគូសហការជាមួយអង្គការសមាគមជាតិនិងអន្តរជាតិក្រុមហ៊ុនសហគ្រាសឬឋានសិក្សាទាំងក្នុងនិងក្រៅប្រទេសដើម្បីរួមគ្នាបម្រើសង្គមជាតិការពាររាជរដ្ឋាភិបាលស្របច្បាប់និងការពារសុខសន្តិភាពនៃប្រជាជាតិកម្ពុជាទី6បើកសិក្ខាសាលាតម្រង់ទិសស្តីពីរបៀបសរសេរព័ត៌មានអត្ថាធិប្បាយព័ត៌មានរាយការណ៍ព័ត៌មានអ្នកសម្របសម្រួលកម្មវិធីរបៀបថតរូបក្នុងនោះមានបញ្ជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងច្បាប់ស្តីពីសារព័ត៌មាននៅកម្ពុជាព្រមទាំងផ្សព្វផ្សាយពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននិងទី7ពិនិត្យនិងជួយសម្របសម្រួលបញ្ហាផ្លូវច្បាប់តាមរយៈក្រុមមេធាវីរបស់សមាគមនិងក្រុមហ៊ុនមេធាវីដៃគូចូលរួមចែករំលែកមរណទុក្ខនិងទុក្ខលំបាករបស់ថ្នាក់ដឹកនាំសមាជិកសមាជិកានិងក្រុមគ្រួសារវប្បធម៌នៃការចែករំលែកជាបន្តអនុញ្ញាតឲ្យខ្ញុំបាទសូមធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីសមិទ្ធផលការងារដែលសម្រេចបាននៅក្នុងឆ្នាំ2024មានថ្នាក់ដឹកនាំនិងសមាជិកសមាជិកាថ្នាក់កណ្ដាលចំនួន176នាក់បានរៀបចំប្រធានកិត្តិយសសមាគមរាជធានីខេត្តដែលជាអភិបាលរងរាជធានីខេត្តបានចំនួន5ខេត្តរៀបចំរចនាសម្ព័ន្ធសមាគមរាជធានីខេត្តបានចំនួន10រាជធានីខេត្តនិងមានថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៅថ្នាក់រាជធានីខេត្តចំនួន2528អង្គនាក់មានអង្គភាពសារព័ត៌មានជាសមាជិកចំនួន65អង្គភាពគិតត្រឹមថ្ងៃទី25ខែមីនាឆ្នាំ2025អ្នកដឹកនាំសមាជិកសមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងថ្នាក់កណ្ដាលនិងថ្នាក់រាជធានីខេត្តសរុបមានចំនួន2771អង្គនាក់មានអង្គការសមាគមជាដៃគូចំនួន24មានក្រុមហ៊ុនសហគ្រាសឬឋានសិក្សាជាដៃគូចំនួន24បានធ្វើសកម្មភាពសង្គមមនុស្សធម៌ដាំកូនឈើសាសនាអប់រំកីឡាចំនួន216លើកបានបើកវគ្គសិក្ខាសាលាតម្រង់ទិសស្តីពីរបៀបសរសេរព័ត៌មានអត្ថាធិប្បាយព័ត៌មានទីការព័ត៌មានអ្នកសម្របសម្រួលកម្មវិធីនិងរបៀបថតរូបព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានច្បាប់ស្តីពីរបបសារព័ត៌មានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានចំនួន2លើកនៅខេត្តបន្ទាយមានជ័យ1លើកនិងខេត្តបាត់ដំបង1លើកដែលមានសិក្ខាកាមចូលរួមចំនួន1050អង្គនាក់
បានចេញផ្សាយព័ត៌មានអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពតាមរយៈ page ផ្លូវការរបស់សមាគមនិងអង្គភាពសារព័ត៌មានជាសមាជិកបានចំនួន11,000សំទោស113,515ព័ត៌មានបានផ្ដល់អាហារូបករណ៍ 100% ថ្នាក់បរិញ្ញាបត្រនិងជំនាញឯកទេសបានផ្ដល់អាហារូបករណ៍ 50% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូនដល់សមាជិកសមាជិកានិងសិស្សក្រីក្រតាមរយៈគ្រឹះស្ថានដៃគូជាអាចរួមមានវិទ្យាស្ថានខ្មែរជំនាន់ថ្មីសាលាទេសចរនៅប្រទេសសន្តារកិច្ចនិងសាលាមួយចំនួនទៀតបានចំនួន173កន្លែងស្មើនឹង173អង្គអ្នកបានផ្ដល់ការបញ្ចុះតម្លៃពិសេសក្នុងការប្រើប្រាស់សេវាកម្មផ្សេងៗតាមរយៈក្រុមហ៊ុនសហគ្រាសដៃគូបានចំនួន217អង្គអ្នកបានចូលរួមប្រជុំនិងផ្ដល់មតិយោបល់លើបញ្ហាផ្លូវច្បាប់ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកជបបានចំនួន15លើកបានចូលរួមឧបត្ថម្ភដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនរបស់រាជរដ្ឋាភិបាលចំនួន$1,214បានចេញសេចក្តីថ្លែងការណ៍គាំទ្រដំណើរការបោះឆ្នោតលទ្ធផលការបោះឆ្នោតគាំទ្រគោលនយោបាយនានារបស់រាជរដ្ឋាភិបាលចំនួន5លើកនិងសកម្មភាពមួយចំនួនទៀតទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យក៏បាននឹងកំពុងជួបបញ្ហាប្រឈមមួយចំនួនដូចខាងក្រោមពុំទាន់មានប្រភពថវិកាច្បាស់លាស់សម្រាប់ធ្វើសកម្មភាពនានាកន្លងមកការចំណាយធ្វើសកម្មភាពគឺជាការរៃអង្គាសថវិកាពីថ្នាក់ដឹកនាំនិងសមាជិកសមាជិកាពុំទាន់មានទីតាំងផ្ទាល់ខ្លួនសម្រាប់រៀបចំសិក្ខាសាលានានាដោយសារទីស្នាក់ការមានទំហំតូចត្រឹមតែផ្ទះល្វែងមួយជុងជួលគេកន្លងទៅការរៀបចំសិក្ខាសាលាតម្រូវឲ្យសមាគមជួលទីតាំងឬស្នើសុំកិច្ចសហការពីស្ថាប័នរដ្ឋឬឯកជនផ្សេងៗមុននឹងបញ្ចប់ក្នុងនាមសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យនិងក្នុងនាមអង្គភាពសារព័ត៌មានទាំង65អង្គភាពជំសូមសំណូមពរដល់ឯកឧត្តមរដ្ឋលេខាធិការនៅកិច្ចការងារមួយចំនួនដូចខាងក្រោមទី1គ្រប់ស្នើសុំទីតាំងក្រសួងព័ត៌មានពេលរៀបចំសិក្ខាសាលាលើវិស័យសារព័ត៌មានទី2ស្នើសុំកូនសៀវភៅធម្មមនុស្សវិជ្ជាជីវៈសារព័ត៌មានចំនួន1000ក្បាលសម្រាប់ចែកជូនបងប្អូនអ្នកសារព័ត៌មាននិងសមាជិកសមាជិកានៅកម្មវិធីសន្និបាតនាពេលខាងមុខនេះទី3គោរពស្នើសុំក្រសួងព័ត៌មានជួយដល់អង្គភាពសារព័ត៌មាននិងអ្នកសារព័ត៌មានទាំងការលើកទឹកចិត្តការសម្របសម្រួលលើនីតិវិធីសុំច្បាប់បើកអង្គភាពសារព័ត៌មាននិងការការពារផ្លូវច្បាប់ទី4តាមរយៈឯកឧត្តមរដ្ឋលេខាធិការខ្ញុំបាទគោរពស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នមានសមត្ថកិច្ចនានាទៅមានការយោគយល់អធិស្ឋានចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសឆ្គងក្នុងវិជ្ជាជីវៈដោយការបន្ធូរបន្ថយទោសឬលើកលែងទោសព្រោះថាអ្នកសារព័ត៌មានបានជួយដល់សង្គមជាតិច្រើនជាងផលប្រយោជន៍របស់ខ្លួនដែលទទួលបានទី5តាមរយៈឯកឧត្តមរដ្ឋលេខាធិការដដែលខ្ញុំបាទគោរពស្នើសុំដល់ក្រសួងស្ថាប័នកងកម្លាំងជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់សូមមេត្តាបង្កើនការផ្ដល់កិច្ចសហការជាមួយបងប្អូនអ្នកសារព័ត៌មានដែលស្នើសុំការបំភ្លឺឬព័ត៌មានផ្សេងៗដើម្បីឲ្យព័ត៌មានបានចេញផ្សាយទៅនោះបានគ្រប់ជ្រុងជ្រោយជាទីបញ្ចប់ជួសមកឲ្យថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមគោរពជូនពរឯកឧត្តមរដ្ឋលេខាធិការនិងលោកជំទាវព្រមទាំងបុត្រាបុត្រីនិងសូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងជូនពរដល់ឯកឧត្តមលោកជំទាវអស់លោកស្រីគណៈធិបតីភ្ញៀវកិត្តិយសនិងសមាជិកសមាជិកានៃអង្គសន្និបាតទាំងមូលសូមមានព្រះសុខភាពនិងសុខភាពល្អបរិបូរណ៍សម្រាប់បានជោគជ័យគ្រប់ភារកិច្ចនិងសូមបានជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្រាឡើយ